បាទសួស្តីអស់លោកអ្នកបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតខ្ញុំមានឱកាសដើម្បីឆ្លើយសំណួរមួយដោយសួរថាតើព្រះជាម្ចាស់មានលក្ខណៈយ៉ាងដូចម្ដេចនៅក្នុងជំនឿគ្រិស្តបរិស័ទនៅក្នុងជំនឿគ្រិស្តបរិស័ទយើងជឿថាព្រះជាម្ចាស់មានលក្ខណៈខ្ពស់បណ្ដាច់គ្មានអ្វីអាចស្មើនឹងព្រះអង្គទេព្រះអង្គខ្ពស់លើអស់ទាំងសភាវៈទាំងអស់ទាំងសភាវៈមើលឃើញទាំងសភាវៈមើលមិនឃើញអញ្ចឹងចំណុចទី1យើងជឿថាព្រះជាម្ចាស់ទ្រង់គ្មានដើមកំណើតទេហើយក៏គ្មានទីបញ្ចប់ដែរគ្មានអ្នកណាបង្កើតព្រះជាម្ចាស់ទេហើយព្រះជាម្ចាស់ក៏មិនចេះសោយទីមង្គលដែរដូច្នេះព្រះអង្គមានលក្ខណៈជា Alpha និង Omega នេះថាជាមុនហើយក៏ជាក្រោយខុសពីមនុស្សយើងមានដើមកំណើតហើយមានទីបញ្ចប់មានថ្ងៃកើតហើយមានថ្ងៃស្លាប់តែព្រះជាម្ចាស់គ្មានថ្ងៃកើតហើយក៏គ្មានថ្ងៃសោយទីមង្គលដែរទី2យើងជឿថាព្រះជាម្ចាស់ទ្រង់ជាវិញ្ញាណអត់មានលក្ខណៈរូបកាយដូចជាមនុស្សយើងទេមនុស្សយើងនិងសភាវៈមានជីវិតជាច្រើនមានរូបរាងប៉ុន្តែព្រះជាម្ចាស់ទ្រង់គ្មានរូបរាងទេទ្រង់ជាវិញ្ញាណហើយព្រះជាម្ចាស់គឺជាអតិកោដែលបង្កើតអ្វីសពសារពើទាំងអស់មានន័យថាយើងជឿថាព្រះជាម្ចាស់ទ្រង់បង្កើតចក្រវាលនេះបង្កើតភពផែនដីបង្កើតភពផ្សេងបង្កើតផ្កាយបង្កើតដួងច័ន្ទបង្កើតដួងអាទិត្យនិងបង្កើតឋានសួគ៌ហើយក៏បង្កើតឋាននរកហើយបង្កើតសភាវៈមានជីវិតទាំងអស់ទាំងមនុស្សទាំងសត្វធម្មជាតិសូម្បីតែពួកទេវតាគឺសុទ្ធតែព្រះជាម្ចាស់ទ្រង់បង្កើតទាំងអស់ទី4យើងជឿថាព្រះជាម្ចាស់ទ្រង់មានលក្ខណៈសពវត្តមានមានន័យថាព្រះអង្គមានវត្តមានគង់នៅគ្រប់ទីកន្លែងទាំងអស់ទាំងនៅឋានសួគ៌ទាំងនៅផែនដីសូម្បីតែនៅឋាននរកក៏ព្រះអង្គម្ចាស់ទ្រង់មានវត្តមានដែរនៅក្នុងចក្រវាលទាំងមូលនេះមានវត្តមានព្រះជាម្ចាស់ទាំងអស់ទី5យើងជឿថាព្រះជាម្ចាស់ទ្រង់មានលក្ខណៈសមយុញាណមានន័យថាទ្រង់ជ្រាបដឹងទាំងអស់បាទទាំងពីអតីតកាលបច្ចុប្បន្នកាលនិងអនាគតកាលព្រះអង្គជ្រាបទាំងអស់គ្មានអ្វីអាចលាក់កំបាំងនឹងព្រះជាម្ចាស់បានទេទី6យើងជឿថាព្រះជាម្ចាស់ទ្រង់មានអំណាចចេស្តាព្រះអង្គមានឫទ្ធានុភាពដ៏អស្ចារ្យបំផុតគ្មានអ្វីដែលព្រះជាម្ចាស់ទ្រង់ធ្វើមិនបានទេទ្រង់អាចធ្វើបានគ្រប់ការទាំងអស់ដោយឫទ្ធានុភាពរបស់ព្រះអង្គលើសពីមនុស្សដែលធ្វើបានមានន័យថាព្រះអង្គមានលក្ខណៈអស្ចារ្យបាទឬអំណាចដ៏ខ្ពង់ខ្ពស់បំផុតទី7យើងជឿថាព្រះជាម្ចាស់គឺជាម្ចាស់នៃការគ្រប់គ្រងទាំងអស់អ្វីទាំងអស់នៅក្នុងចក្រវាលនេះទាំងនៅលើភពផែនដីទាំងជីវិតរបស់ភិបរស់ទាំងអស់ទាំងជីវិតនៃសភាវៈមើលឃើញនិងមើលមិនឃើញទាំងអស់សុទ្ធតែក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងអស់សូម្បីតែឋានសួគ៌ឬក៏ឋាននរកនិងភពផែនដីនិងចក្រវាលទាំងមូលសុទ្ធតែនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទី8យើងជឿថាព្រះជាម្ចាស់ទ្រង់មានលក្ខណៈបរិសុទ្ធសុចរិតនិងយុត្តិធម៌គ្មានភាពទុច្ចរិតគ្មានភាពអាក្រក់ឬអំពើបាបនៅក្នុងព្រះជាម្ចាស់ទេទី9យើងជឿថាព្រះជាម្ចាស់ទ្រង់ពោពេញទៅដោយសេចក្តីស្រឡាញ់ហើយទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ដូច្នេះហើយបានជាទ្រង់ចង់ផ្ដល់ការសង្គ្រោះក្តីស្រឡាញ់ភាពមេត្តាករុណានិងការអត់ទោសបាបដល់មនុស្សគ្រប់គ្នាទាំងអស់ដែលព្រមទទួលទ្រង់ហើយត្រឡប់មករកព្រះអង្គម្ចាស់វិញនេះគឺជាលក្ខណៈរបស់ព្រះជាម្ចាស់ដែលជាម្ចាស់នៃចក្រវាលនេះបាទអរគុណដូច្នេះនេះគឺចំណេះដឹងមួយជូនទៅដល់លោកអ្នកទាំងអស់គ្នាដែលឆ្ងល់ថាតើព្រះជាម្ចាស់មានលក្ខណៈយ៉ាងដូចម្តេចសូមព្រះជាម្ចាស់ដោយជាព្រះទ្រង់ប្រទានពរដល់លោកអ្នករាល់គ្នាយ៉ាងបរិបូរណ៍